ខ្ញុំឆ្នាំនេះគឺប្លែកមែនតើគឺមកយើងមកធ្វើបុណ្យនៅលើទឹកហើយយើងជិះកង់ដើរលេងក្នុងភូមិផងហើយយើងជិះទូកចោលហើយយើងជិះលេងពេញទន្លេសាបតែម្ដងកុំឲ្យឆ្ងល់យូរអញ្ចឹងថ្ងៃនេះគឺខ្ញុំនាំអ្នកទាំងអស់គ្នាខែភ្ជុំខែទៀននេះយើងទៅលេងកំពង់ថ្លុកបញ្ជាក់អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់មកលេងកំពង់ថ្លុកគួរតែមកខែភ្ជុំគឺសប្បាយខ្លាំងមែនតើដល់លើទូកភ្លាមគឺប្រាប់ពូហ្មងពូអើយជួយខ្ញុំទៅវត្តមួយឥឡូវមកដល់ទីតាំងបានសម្រាប់ជោគជ័យនេះស្លាកដកខ្ញុំបានរៀបចំទៅប្រកេនលោកហើយចៃដន្យអីក៏ហួសម៉ោងចឹងហើយចឹងទៅក៏យើងត្រូវរងចាំសិនបន្ទាប់ពីធ្វើបុណ្យរួចយើងក៏ដើរលេងជុំវិញភូមិហើយក៏ជាកន្លែងទេសចររបស់កំពង់ថ្លុកដែរក្នុងពេលនោះដើម្បីយើងចង់សប្បាយយើងខ្ចីកង់របស់អ្នកភូមិយកមកជិះចឹងណាហើយនេះគាត់ចិត្តល្អមែនទែនក៏ឲ្យកង់យើងជិះលេងជុំវិញភូមិនេះយើងកំពុងតែសាក់ទឹកដៃក្នុងការជិះកង់របស់យើងថាយើងជិះបានដល់កម្រិតណាចឹងណានេះមើលតែទស្សនវិជ្ជាដឹងតែសប្បាយខ្លាំងក្នុងគ្រានឹងដែរយើងក៏បានចែកដោះគោជូនដល់ក្មេងៗនៅក្នុងភូមិនឹងដែរក្នុងអំឡុងខែបុណ្យខែទៀនអ្នកទាំងអស់គ្នាគួរតែធ្វើបុណ្យជាមួយមនុស្សជុំវិញខ្លួនហើយដូចទស្សនវិជ្ជានេះអញ្ចឹងអ្នកទាំងអស់គ្នាសប្បាយចិត្តខ្លាំងហ្មងដល់វគ្គចេញក្លុកពេញភូមិហើយសកម្មធ្វើឲ្យប្លុកកំពុងក្លុក with my friend ជិះដល់កន្លែងពិតឡើងហូរកាត់ផ្ទះអ្នកភូមិអញ្ចឹងយើងជិះទៅអត់កើតទេត្រូវបកមកវិញអស់ហើយនេះចឹងយើងមានតែធ្វើដំណើរបកទៅវិញប៉ុន្តែអ្នកនរគ្នានឹងយើងនឹងបានឃើញទស្សនវិជ្ជាភូមិនឹងកាន់តែច្រើនទៀតបោះសាច់គោហ៎មិនទិញពីនេះទេទិញមកបោះសាច់គោដើម្បីឲ្យនេះគឺជាក្របដីឥដ្ឋទុកបាញ់ជាមួយនឹងចំពីមបាញ់កដោអ្នកទាំងអស់គ្នារបស់អ្នកភូមិនឹងនេះញ៉ាំម៉ាត់ទេអេញ៉ាំម៉ាត់ទេញ៉ាំម៉ាត់ហើយស្អីត្រង់ចាក់កដោនេះអេមិនចាក់កដោណាគេចាក់ត្រីតាតែកដោទាំងត្រីហើយសង្ស័យចឹងការជិះកង់ដើរលេងរបស់យើងចាប់ត្រឹមនេះហើយយើងត្រូវចូលមកវគ្គទៀតចឹងដោយសារតែតំបន់នេះគឺជាតំបន់ទេសចរណ៍ចឹងភាគច្រើនគឺមានកន្លែងគេមើលក៏ច្រើនដែរហើយខ្ញុំគិតថាអ្នកនរគ្នាគួរតែមកលេងនៅនឹងដែរឥឡូវនេះគឺយើងកំពុងតែធ្វើដំណើរទៅព្រៃលិចទឹកហើយយើងជិះទូកចែវនៅម្ដុំនេះផងដែរគឺសបោកន្លែងភោជនីយដ្ឋានញ៉ាំអីហើយនេះគឺជាទូកចោលដែលយើងជិះឲ្យក្នុងម្នាក់ 12000 រៀលក្នុងម្នាក់ហើយយើងអាចឃើញទេសភាពធម្មជាតិជាមួយព្រៃលិចទឹកហើយអ្នកទាំងគ្នាអាចសាក់ចោលដោយខ្លួនឯងបានណាមកនេះវិញអូខេអូចោលទៅនេះបករៀងតរនតរៀនតិចដោយសារតែខ្ញុំចោលលើកទី1ចឹងយើងធ្វើដំណើរបន្តទៀតគឺគេមានលក់ភេសជ្ជៈមានលក់ដូងអីផ្សេងហើយអ្នកនរគ្នាអាចទិញផឹកបានណាហើយការទិញរបស់យើងក៏បានជួយអ្នកភូមិអ្នកស្រុកឲ្យគាត់បានលក់នៅព្រៃលិចទឹកនេះផងដែរចឹងការជិះទូកនេះគឺមានរយៈពេល40នាទីដល់កន្លែងនេះគឺយើងមកមើលទន្លេដាច់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាឃើញទន្លេដាច់កតុយទ្វេកតែម្ដងឃើញតែមេឃហើយនឹងទឹកទេគឺស្រស់ស្អាតមែនតើអ្នកទាំងអស់គ្នាត្រង់ចំណុចនេះគឺគេភាគច្រើនគេមើលថ្ងៃលិចឬក៏គេស្ទូចត្រីឬក៏គេងូតទឹកលេងនៅហ្នឹងឱកាសភ្ជុំបិណ្ឌខាងមុខនេះអ្នកទាំងអស់គ្នាកុំភ្លេចមកលេងកំពង់ថ្លុកណាបាយបាយ